របបថ្មីនៅអ៊ីរ៉ាក់ក្រុមកាតឹបអេសបូឡាប្រកាសផ្អាកការវាយប្រហារលើស្ថានទូតអាមេរិកក្រុមឧទាមប្រដាប់អាវុធអេសបូឡាដែលជាក្រុមសកម្មប្រយុទ្ធដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសអ៊ីរ៉ាក់គាំទ្រដោយប្រទេសអ៊ីរ៉ង់បានប្រកាសជាផ្លូវការនៅការផ្អាកជាបណ្ដោះអាសន្នរដ្ឋប្រតិបត្តិការវាយប្រហារយោធាប្រឆាំងនឹងស្ថានទូតអាមេរិកប្រចាំទីក្រុងបាដាកចំណុចសំខាន់នៃសេចក្តីថ្លែងការណ៍ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងទុកឱកាសឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ធ្វើការចរចាលើការដកកងទ័ពបរទេសជាពិសេសកងទ័ពអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់ឲ្យបានពេញលេញការផ្អាកនេះគឺជាលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះក្រុមនេះបានបញ្ជាក់ថាពួកគេនៅតែតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់សហរដ្ឋអាមេរិកនិងជំហររបស់រដ្ឋាភិបាលអ៊ីរ៉ាក់គោលដៅធំបំផុតរបស់ពួកគេគឺការបញ្ចប់វត្តមានយោធាអាមេរិកនៅក្នុងតំបន់ដែលពួកគេចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពជាតិការសម្រេចចិត្តផ្អាកការវាយប្រហាររបស់ក្រុមអេសបូឡាមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីសម្ពាធនយោបាយដ៏ខ្លាំងក្លាដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ីរ៉ាក់រដ្ឋាភិបាលទីក្រុងបាដាកបានព្យាយាមយ៉ាងខ្លាំងក្នុងនាមជាអ្នកសម្របសម្រួលដើម្បីបញ្ជៀសការប្រែក្លាយទឹកដីរបស់ខ្លួនទៅជាសមរភូមិសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ការប្រកាសនេះបានបង្ហាញថារដ្ឋាភិបាលអ៊ីរ៉ាក់ប្រហែលជាបានផ្ដល់ការសន្យាឬមានការព្រមព្រៀងជាក់លាក់ណាមួយជាមួយក្រុមទាំងនេះដើម្បីរក្សាស្ថិរភាពក្នុងស្រុកបើពិនិត្យលើឥទ្ធិពលក្នុងតំបន់ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនេះអាចជាផ្នែកមួយនៃផែនការធំជាងនេះដើម្បីកាត់បន្ថយភាពតានតឹងដែលកំពុងឡើងកម្ដៅខ្លាំងក្រុមកាតឹបអេសបូឡាកំពុងប្រើប្រាស់យុទ្ធសាស្ត្រដកថយមួយជំហានដើម្បីឈានទៅមុខពីរជំហានដោយពួកគេប្រើការផ្អាកនេះជាឧបករណ៍សម្រាប់ដាក់សម្ពាធឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់កំណត់ការបរិច្ឆេទឲ្យបានច្បាស់លាស់ក្នុងការដកទ័ពអាមេរិកចេញពីប្រទេសទោះជាយ៉ាងណាក៏ដោយចំពោះប្រតិកម្មពីខាងសហរដ្ឋអាមេរិកវិញទីក្រុងវ៉ាស៊ីនតោននៅតែរក្សាជំហរមិនទុកចិត្តទាំងស្រុងនោះទេបទពិសោធន៍កន្លងមកបានបង្ហាញថាការប្រកាសផ្អាកបែបនេះជារឿយៗត្រូវបានបំពានប្រសិនបើមានព្រឹត្តិការណ៍ថ្មីៗកើតឡើងដូច្នេះយោធាអាមេរិកទំនងជានៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់និងត្រៀមលក្ខណៈសងសឹកភ្លាមៗប្រសិនបើមានការវាយប្រហារណាមួយកើតឡើងជាថ្មីសរុបមកស្ថានភាពនៅតែមានភាពស្រពេចស្រពិលនិងផុយស្រួយខ្លាំងវាគឺជាល្បែងនយោបាយនិងយោធាដែលអាស្រ័យទៅលើការចរចាដកទ័ពនាពេលខាងមុខប្រសិនបើកិច្ចចរចាមិនទទួលបានលទ្ធផលដែលក្រុមប្រដាប់អាវុធចង់បានទេការវាយប្រហារអាចនឹងផ្ទុះឡើងវិញបានគ្រប់ពេលវេលា